ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនអំពីរបៀបប្រើប្រាស់កម្មវិធី InShot បាទដែលជាកម្មវិធីមួយដែលយើងអាចកាត់តវីដេអូបានយ៉ាងងាយស្រួលជំនួសដោយ CapCut ដោយសារតែ CapCut ហ្នឹងវាឡើងប្រូច្រើនពេកអញ្ចឹងយើងដូរមកប្រើ InShot អញ្ចឹងរបៀបប្រើ InShot យើងអត់មានពិបាកទេឥឡូវយើង download វាមកហើយចូលទៅក្នុង InShot មកហើយយើងចង់កាត់តទៅលើវីដេអូបងប្អូនចុចលើវីដេអូមកបាទបន្តមកទៀតយកបច្ចេកថ្មីមកបើសិនជាយើងអត់ទាន់មានវីដេអូចុច add មកបាទយកវីដេអូមួយមកហើយយើងចុចយកសញ្ញាគ្រីសមកបាទបន្ទាប់មកដល់កន្លែងនេះបងប្អូនអាចសេរីសរងបានបាទសម្រាប់ទៅលើ speed លបឿនបាទបងប្អូនអាចប៉ះទៅលើវីដេអូមួយទៅបាទចុចប៉ះអញ្ចឹងមកនេះចុចប៉ះលើវីដេអូមួយមកបន្ទាប់មកបងប្អូនចុចទៅលើនេះពាក្យថា speed បាទដើម្បីកែ speed របស់វាយើងទាញមកក្រោយនេះវារៀងយឺតបាទអញ្ចឹងវារៀងយឺតយើងទាញមកមុខវាលឿនអញ្ចឹងណាបាទនេះមានតាមអាឡូកយឺតលឿនអញ្ចឹងណាបើនេះយើងធម្មតាទេចុចគ្រីសវាមកបន្ទាប់មកទំហំដែលយើងត្រូវយកទៅដាក់យើងឆ្លាញ់ទំហំមួយណាវាមានច្រើន 1.1 នេះគឺទំហំរបស់ Facebook ដូចគ្នាបាទប៉ុន្តែភាគច្រើនខ្ញុំប្រើនៅលើ Facebook ខ្ញុំប្រើ 3.4 បាទ1.1 នេះវាអាស្រ័យទៅលើវីដេអូដែលយើងមើលទៅវាធំដែរបាទកាលណាដែលយើងកាត់ទៅទំហំនេះពេកវាបាត់វីដេអូបាទអញ្ចឹងខ្ញុំយកទំហំនេះបាទគ្របវាប៉ុណ្្នឹងទៅដើម្បីកិច្ច copyright បាទអញ្ចឹងយើងអូសវាមកឆ្លាញ់ប្រវែងវាណាបាទយើងចង់បានប្រហែលនាទីឥឡូវខ្ញុំយក3នាទីជាង3នាទី10ចុះបាទតាមនេះអញ្ចឹងខ្ញុំចុចកាត់វាពាក់កណ្ដាលនេះបងប្អូន select យកពាក្យនេះមកនេះបាទកន្លែងមកដាច់ពាក់កណ្ដាលបងប្អូនចុចធុងសម្រាប់មកគឺវាលុបកតុយយ៉ាងចោលហើយបងប្អូនឃើញ logo របស់ InShot ទេបងប្អូនអាចចុចកន្លែងហ្នឹងហើយចុចពាក្យនេះ free movie បងប្អូនចុចកន្លែងហ្នឹងហើយបងប្អូនមើលពាណិជ្ជកម្មគេឲ្យចប់ទៅហើយខ្វែងមកវិញមកវានឹងបាត់នេះហើយវានឹងបាត់អា logo ហ្នឹងហើយអត់ដូច CapCut ទេ CapCut គឺនៅចេញចូលគឺនៅមានពាណិជ្ជកម្មរហូតហើយមួយទៀតបងប្អូនចង់បញ្ចូលសលេងបងប្អូនអាចបិទសលេងគេចោលទៅចុចខ្វែងមកហើយបងប្អូនអូសទៅរកនេះរូបចម្រៀង audio នេះបាទចុចហ្នឹងមកបាទដើម្បីបញ្ចូលសលេងគឺកន្លែងនេះអញ្ចឹងកន្លែងនេះយើងបញ្ចូលសលេងចុចប៉ះលើវាមួយចេះមកគឺបញ្ចូលសលេងហើយបាទហើយចុចគ្រីសមកនេះជាសំឡេងរបស់យើងអញ្ចឹងយើងលុបវាចោលខ្ញុំគ្រាន់ឧទាហរណ៍ទេហើយយើងចង់ទៅសេអក្សរខ្មែរអីយើងអាចទៅសេបានយើងចុចលើពាក្យថាតិចនេះមកនេះបាទហើយ add តិចនេះមកបាទយើងអាចទៅសេអក្សរខ្មែរបានបាទឥឡូវខ្ញុំដាក់មួយទៅដាក់ទទួលផ្សាយពាណិជ្ជទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទបាទចឹងមកយើងចុចសញ្ញាគ្រីសមកបាទចុចពឹបមកហើយយើងយកដៃរបស់យើង zoom ទៅលើអក្សររបស់យើងមកបាទឲ្យវាទូចទៅតាមទំហំដែលយើងចង់បានបាទថាប៉ុណ្្នឹងអញ្ចឹងមកហើយយើងអាចលេង style បានបងប្អូនអក្សរ style ដែលវាបើកក្បាលវីដេអូមកវាធ្លាក់មករបៀបម៉េចបងប្អូនចុចកន្លែងសញ្ញាប៊ិចនេះបាទចុចកន្លែងហ្នឹងមកហើយបងប្អូនយកកន្លែងនេះចុចបាទចុចអាហ្នឹងមកនេះវាមាន style ហើយខ្ញុំឆ្លាញ់ style បែបនេះអញ្ចឹងវាលឿនពេកខ្ញុំទាញវាអញ្ចឹងមកវារៀងយឺតឲ្យឃើញហ៎បាទគឺអែមមែនតើហើយមួយទៀតបើសិនជាយើងចង់បិទអក្សរបាទបិទអក្សរនៅលើវីដេអូណាបាទនេះលើវីដេអូចេះវាមានជាប់អក្សររបស់គេអញ្ចឹងយើងចង់បិទបងប្អូនអាចចុចយកកន្លែងនេះដូចរូបកាមេរ៉ានេះបងប្អូនចុចអាហ្នឹងមកបាទហើយបងប្អូនឆ្លាញ់មួយណាវាមានច្រើននេះវាមាន blur មានអីចឹងពាក្យច្រើនខ្ញុំប្រើ blur នេះដើម្បីបិទទៅលើអក្សរយើងអូសវាឲ្យចំអក្សរមកព្រមវាមកល្មមកុំឲ្យធំពេកបាទធ្វើឲ្យបិទអក្សរគេឲ្យជិតទៅអាហ្នឹងក៏ល្អដែរវាដើម្បីដាច់ copyright បងប្អូនបាទហើយយើង zoom វាយើងយកដៃច្បាច់វាឲ្យខ្លីមកអូសឆាប់ដល់បាទនេះយើងបិទវាចឹងរហូតមកបាទហើយមានពិបាកទេបាទគឺកាត់បានលឿនមែនតើកម្មវិធី InShot នេះអញ្ចឹងសង្ឃឹមថាបងប្អូននឹងរៀនប្រើប្រាស់នៅកម្មវិធី InShot នេះអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចង់ឲ្យខ្ញុំចេញនៅវីដេអូអីបន្តទៀតកុំភ្លេច comment នៅខាងក្រោមបាទអូខេបាយបាយ